បាទសូមជម្រាបសួរថ្ងៃនេះខ្ញុំនឹងលើកយកទម្រង់ការនៃការវាស់សម្ពាធឈាមបាទសម្ពាធឈាមគឺជាកម្លាំងរុញច្រាននៃឈាមផ្ទុកទៅនឹងសរសៃឈាមអត្រាការវាស់សម្ពាធឈាមមានសារៈសំខាន់ខ្លាំងណាស់ដើម្បីប៉ាន់ប្រមាណពីមុខងារសរសៃឈាមនិងបេះដូងអាចកំណត់ថាតើអ្នកជំងឺមានលើសឈាមឬក៏ខ្វះឈាមហើយក៏អាចរកមើលពីការឆ្លើយតបទៅនឹងការប្រើប្រាស់ថ្នាំឬក៏ការផ្ដល់ជាតិទឹកមួយចំនួនឬក៏ការវិវត្តរបស់ជំងឺផ្សេងៗសំខាន់ជាងនេះទៅទៀតអាចជួយណែនាំដល់គិលានុបដ្ឋាយក្នុងការផ្ដល់អន្តរាគមន៍ថែទាំផ្សេងៗបាទការវាស់សម្ពាធឈាមຂະຫນាតគេគិតជាមីលីម៉ែត្របារ៉តហើយទន្ទឹមនឹងនោះដើម្បីវាស់សម្ពាធឈាមបានគឺយើងត្រូវមានសម្ភារៈមួយចំនួនដូចជាប្រដាប់វាស់សម្ពាធឈាម stethoscope សម្លេងអាល់កុលសម្រាប់លាងដៃបាសាំងអារីកូនិងសៀវភៅតាមដានសុខភាពមុននឹងចាប់ផ្ដើមដំណើរការយើងត្រូវពន្យល់ណែនាំអ្នកជំងឺនិងសុំការអនុញ្ញាតពីគាត់សិនបាទបន្ទាប់មកចាំយើងធ្វើអនាម័យដៃបាទហើយយើងដាក់ស្ថានភាពអ្នកជំងឺឲ្យមានផាសុកបាទហើយយើងរុំប្រាស្យាប្រហែលជា 2.5 សង់ទីម៉ែត្រមកយើងស្ទាបរកអត្រាប្រាស្យាល់បាទហើយយើងច្របាច់ហើយយើងបន្ធូរមកវិញបន្តិចម្ដងបាទពេលចប់ហើយក៏យើងរៀបចំស្ថានភាពអ្នកជំងឺឡើងវិញទន្ទឹមនឹងនោះយើងក៏ត្រូវពន្យល់ប្រាប់ពីលទ្ធផលដែលយើងរកឃើញផងដែរទៅដល់អ្នកជំងឺបាទ